គេមកហើយណានាគេពួកឯងគិតមើលទៅប្រហែលថ្ងៃមុននេះមេតបខ្លាំងសុនលីបានចេញមកអស់ហើយតែនៅសល់មនុស្សម្នាក់មិនទាន់មកតើគឺជានរណាគឺកូនអេសូមគោរពលោកអបរាជលោកមេតបសុខសប្បាយទេខ្ញុំសុខសប្បាយទេអ៊ីឆានៅឆ្ងាយរាប់យូរក៏ខ្ញុំអាចចាប់អារម្មណ៍ពីចំហាយជាក់លើកំបិតលោកអបរាជចុះពីលើសេតទៅវាយបាត់ជំរុំខ្ញុំតូចតែមិនធ្វើឲ្យលោកមានតែទីអ៊ីឆាលោកភ្លេចប្រយ័ត្នដំណងយើងពីមុនហើយគុណពីមុនខ្ញុំមិនហ៊ានមកពេញអ៊ីឆាវាយត្បិតប្រយ័ត្នដំណងយើងច្រើនតំមិនលឹងតែនៅតែខ្លាចជាសត្រូវនៅសមរភូមិការឈឺចាប់ក្នុងឆាកគឺមានតែថ្ងៃនេះខ្ញុំបរាជ័យខ្ញុំនៅសល់តែខ្លួនមួយខ្ញុំអត់ប្រយោជន៍ហើយក៏អស់សង្ឃឹមប៉ុន្តែលោកត្រូវស្ដាប់រស់ធ្វើអ្នកក្លាហានស្លាប់ក៏ត្រូវក្លាហានខ្ញុំមិនអាចទទួលការប្រមាថជាអ្នកទូនោះទេសម្រាប់ខ្ញុំទៅខ្ញុំមិនទទួលខ្ញុំស្លាប់ទៅវិញ្ញាណក្ខន្ធខ្ញុំក៏ស្លាប់ខ្ញុំរំចាំខាងស្រានិយាយលេងជាមួយបើខ្ញុំទៅតើលោកគិតយ៉ាងម៉េចលីបៃនៅខំមីមិនលើកលែងឲ្យលោកទេទោះជាពួកគេលើកទទួលរហស្សនាមហៅថាឆ្មាពិឃាតថែមទៀតផងឆ្មាពិឃាតមែនហើយចាន់ចាខ្លាយទៅជាឆ្មាពិឃាតអញ្ចឹងក៏ដល់ទាំង5នៅក្នុងកោះសៀនខុងនេះខ្លាយទៅជាយ៉ាងណាដែរទៅឪពុកកូននិយាយថានៅក្នុងពិភពគុណមានអ្នកក្លាហាន2នាក់ដ៏អស្ចារ្យគេទាំង2នាក់ម្នាក់ឈ្មោះច័ន្ទចៅម្នាក់ឈ្មោះប៉ៃអ៊ីថាចំណែកច័ន្ទចៅរហស្សនាមគឺឆ្មាពិឃាតចំណែកប៉ៃអ៊ីថារហស្សនាមកណ្ដុរពណ៌សបងថ្ងៃក្រោយល្បែងឆ្មាចាប់កណ្ដុរឬកណ្ដុរចាប់ឆ្មាមិនទាន់ដឹងនៅឡើយទេ